Step into my heart. ខ្ញុំឈ្មោះម៉ានីមកពីប្រទេសថៃខ្ញុំចូលចិត្តការធ្វើដំណើរហើយកាមេរ៉ាគឺជាភ្នែកដែលខ្ញុំប្រើដើម្បីកត់ត្រាពិភពលោកលើកនេះខ្ញុំបានមកដល់គឺកំពង់ផែដើមផ្លូវសូត្រសមុទ្រ The Haze នៅខ្វាងស៊ីប្រទេសចិនដើម្បីគយគន់ទេសភាពផងនិងស្វែងរកឱកាសអាជីវកម្មផងអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺខ្ញុំបានជួបបុគ្គលពិសេសម្នាក់នៅទីនេះគឺលោក Wu Chao ដែលជាតំណាងសភាប្រជាជនខ្វាងស៊ីនិងជាអ្នកទទួលខុសត្រូវប្រតិបត្តិការតំបន់ទេសចរណ៍ទីនេះបានស្ដារឡើងវិញនៅទិដ្ឋភាពដ៏មីញឹកនៃកំពង់ផែផ្លូវសូត្រសមុទ្ររបស់ចិនកាលពីសម័យរាជវង្សហានដែលមានអាយុកាលជាង 2000 ឆ្នាំមុនមើលទៅដូចជាស្ថាបត្យកម្មនៅខេត្តឈៀងរ៉ាយប្រទេសថៃណាស់ត្រឹមត្រូវហើយយើងពិតជាបានរចនាដោយយោងទៅតាមធាតុសំណេរស្ថាបត្យកម្មថៃមែនតាមពិតទៅកាលពីជាង 2000 ឆ្នាំមុនកប៉ាល់ពាណិជ្ជកម្មចិនបានចេញដំណើរពីក្រុងហៀភៀឆ្លងកាត់ច្រកសមុទ្រម៉ាឡាកាដើម្បីធ្វើពាណិជ្ជកម្មជាមួយប្រទេសនានាឥឡូវនេះខ្ញុំកំពុងស្ថិតនៅកំពង់ផែដើមផ្លូវសូត្រសមុទ្រក្នុងក្រុងហេភៀខេត្តខ្វាងស៊ីប្រទេសចិនទីនេះអាចចាត់ទុកថាជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវសមុទ្រដ៏សំខាន់ក្នុងសម័យរាជវង្សហានសួស្តីបងប្អូនជនជាតិថៃទាំងអស់គ្នាទីនេះបានបង្កើតឡើងវិញនៅបរិយាកាសកំពង់ផែដ៏អ៊ូអរនាសម័យបុរាណរបស់យើងមានភ្ញៀវទេសចរជាង 4 លាននាក់ហើយដែលបានមកទស្សនាកន្លែងរបស់យើងសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់តំបន់ទេសចរកំពង់ផែដើមផ្លូវសូត្រសមុទ្រខ្វាងស៊ីមានធនធានទេសចរសមុទ្រដ៏សម្បូរបែបនិងកំពុងចូលរួមក្នុងការកសាងផ្លូវសូត្រសមុទ្រសតវត្សទី 21 ជាមួយបណ្ដាប្រទេសអាស៊ានដែលធ្វើឲ្យវិស័យទេសចរឆ្លងដែនមានសក្ដានុពលខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីជាប់ឆ្នោតជាតំណាងសភាប្រជាជនខ្ញុំតែងតែស្នើឲ្យមានការអភិវឌ្ឍគម្រោងទេសចរវប្បធម៌សមុទ្រកម្រិតខ្ពស់នៅក្នុងកិច្ចប្រជុំសភាតំបន់ស្វីយ៉ាត់ទោះបីជាលោក Wu Chao នៅក្មេងប៉ុន្តែក្នុងនាមជាតំណាងសភាលោកមានគំនិតល្អក្នុងការលើកកម្ពស់វិស័យទេសចរណ៍ហើយសំណើរបស់លោកសុទ្ធតែមានគោលដៅច្បាស់លាស់និងមានលក្ខណៈស្ថាបនាពីទីនេះប្រសិនបើយើងជិះកប៉ាល់ទេសចរទៅទិសនិរតីនោះយើងនឹងអាចទៅដល់ប្រទេសថៃបានវ៉ាវការជិះកប៉ាល់ទេសចរតាមគន្លងផ្លូវសូត្រសមុទ្រត្រឡប់ទៅថៃវិញប្រកាសជាអស្ចារ្យនិងគួរឲ្យទន្ទឹងរង់ចាំណាស់បាទទីនេះបានសាងសង់កំពង់ផែទេសចរអន្តរជាតិឈូងសមុទ្រ Beaver រួចរាល់ហើយខ្ញុំក៏បានស្នើគម្រោងបង្កើតបទពិសោធន៍ធ្វើដំណើរតាមសមុទ្រផងដែរខ្ញុំជឿថាបំណងប្រាថ្នារបស់អ្នកនឹងក្លាយជាពិតក្នុងពេលឆាប់នេះពិតជាល្អណាស់នៅក្នុងកិច្ចប្រជុំសភាតំបន់ស្វីយ៉ាត់ឆ្នាំ 2025 ខ្ញុំក៏បានស្នើឲ្យមានការកសាងរមណីយដ្ឋានឆ្នេរសមុទ្រអន្តរជាតិនៅឈូងសមុទ្រ Beaver ផងដែរសង្ឃឹមថាទេសចរសមុទ្ររវាងខ្វាងស៊ីនិងអាស៊ាននឹងក្លាយជាផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់ចិនអាស៊ាននិងជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍវិស័យទេសចរប្រកបដោយគុណភាពខ្ពស់នៅខ្វាងស៊ីការថតរូបគឺជាវិធីដែលខ្ញុំកត់ត្រាពិភពលោកឯការបំពេញភារកិច្ចគឺជាវិធីដែលលោក Wu Chao ភ្ជាប់ផ្លូវសូត្រពីអតីតកាលមកបច្ចុប្បន្នពួកយើងម្នាក់ប្រើកាមេរ៉ាដើម្បីប្រមូលផ្ដុំទេសភាពហើយម្នាក់ទៀតប្រើជំហានដើម្បីសរសេរទំព័រថ្មីនៃផ្លូវសូត្រ